ស្វាគមន៍ orientation របស់សាលាសាធារណៈទីក្រុង Lowell មាតិការួមមានការវិភាគរបស់សាលាតម្រូវការសុខភាពនិងការចាក់ថ្នាំបង្ការវត្តមាននិងអវត្តមានការទទួលជំនួយផ្នែកភាសាធនធានផ្សេងៗការទំនាក់ទំនងរវាងគ្រូនិងមាតាបិតាសិស្សការអប់រំកុមារតូចឆ្នោតថ្នាក់មត្តេយ្យការរំពឹងទុករបស់សាលាក្នុងថ្ងៃចូលរៀនដំបូងការដឹកជញ្ជូនរបៀបរកតំបន់ណាដែលអ្នករស់នៅអាហារនៅសាលាដោយឥតគិតថ្លៃការអប់រំពិសេសនៃការស្រាវជ្រាវមតិស្វាគមន៍ orientation ជាកម្មវិធីដើម្បីជួយឲ្យសិស្សានុសិស្សព្រមទាំងក្រុមគ្រួសារទទួលបានព័ត៌មានគ្រប់គ្រាន់នៅពេលដែលពួកគេចូលមកក្នុងប្រព័ន្ធអប់រំរបស់សាលាសាធារណៈការវិភាគសាលារៀនការវិភាគនេះត្រូវអនុម័តដោយគណៈកម្មាធិការសាលារៀនសាធារណៈការបរិច្ឆេទសំខាន់រួមមានថ្ងៃចូលរៀនដំបូងថ្ងៃចុងក្រោយថ្ងៃបុណ្យជាតិរបស់សហរដ្ឋអាមេរិកវិស្សមកាលថ្ងៃដែលសាលាបិទទ្វារនិងការិយាល័យកណ្ដាលបិទទ្វារជាដើមនេះជាការវិភាគជាភាសាខ្មែរសាលាសាធារណៈតម្រូវឲ្យអ្នកផ្ដល់ឯកសារសុខភាពនិងការចាក់ថ្នាំបង្ការថ្មីបំផុតនៅពេលដែលអ្នកចុះឈ្មោះកូនចូលរៀន Nurse ប្រចាំសាលានឹងធ្វើការត្រួតពិនិត្យឯកសារដែលផ្ដល់ឲ្យថាតើត្រឹមត្រូវតាមគោលការណ៍របស់សាលារៀនសាធារណៈរដ្ឋ Massachusetts ដែរឬទេសិស្សមិនត្រូវបានអនុញ្ញាតឲ្យចូលរៀនប្រសិនបើឯកសារសុខភាពពួកគេមិនគ្រប់គ្រាន់យើងសូមឲ្យទទូចឪពុកម្ដាយតាក់ទងនឹងវេជ្ជបណ្ឌិតរបស់កូនខ្លួនដើម្បីធានាថាកូនរបស់អ្នកបានទទួលចាក់វ៉ាក់សាំងត្រឹមត្រូវតាមគោលការណ៍ហើយដើម្បីពិនិត្យបញ្ជីតម្រូវការនៃការចាក់ថ្នាំនេះសូម scan QR code នេះក្នុងករណីកូនអ្នកឈឺសូមតាក់ទងទៅសាលាដើម្បីផ្ដល់ជាដំណឹងប្រសិនបើអ្នកយកកូនទៅជួបគ្រូពេទ្យដើម្បីពិគ្រោះជំងឺសូមសំបុត្រពេទ្យហើយសូមផ្ញើសំបុត្រពេទ្យនោះជាមួយកូននៅពេលដែលពួកគេត្រឡប់មកសាលាវិញការរំពឹងទុករបស់សាលាសម្រាប់វត្តមានសិស្សការមករៀនទៀងទាត់មានសារៈសំខាន់ណាស់សម្រាប់ជោគជ័យក្នុងការសិក្សារបស់សិស្សម្នាក់សាលាតម្រូវឲ្យសិស្សទាំងអស់មករៀនទៀងទាត់លើកលែងតែឈឺឬអវត្តមានដោយមានមូលហេតុណាមួយចំពោះការអវត្តមានដោយគ្មានមូលហេតុសម្រាប់សិស្សបឋមនិងអនុវិទ្យាល័យអវត្តមានចាប់ពី3ដងសាលានឹងទំនាក់ទំនងទៅមាតាបិតាសិស្សដើម្បីពិភាក្សានិងសូមឲ្យមាតាបិតាចុះហត្ថលេខាលើកិច្ចព្រមព្រៀងអវត្តមាននេះវត្តមាន4ដងសាលានឹងផ្ញើលិខិតរំលឹកពីអវត្តមានរបស់សិស្ស5ដងសាលានឹងអាចទៅជួបមាតាបិតាដល់ផ្ទះឬសូមឲ្យឪពុកម្ដាយមកជួបប្រជុំនៅសាលារៀន6ដងការប្រជុំរវាងសាលានិងឪពុកម្ដាយនឹងកើតមានឡើង9ដងសាលាអាចពិចារណាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការអវត្តមានសម្រាប់សិស្សវិទ្យាល័យអនុវិទ្យាល័យអវត្តមាន15ដងជាប់គ្នាដោយគ្មានមូលហេតុសិស្សនឹងត្រូវដេញចេញពីសាលាអ
អវត្តមាន8ដងក្នុងមួយត្រីមាសសាលានឹងបំពេញញត្តិស្ដីពីអវត្តមានគ្មានមូលហេតុ7ដងឬអវត្តមាន14ដងក្នុងពាក់កណ្ដាលថ្ងៃក្នុងរយៈពេល6ខែមាតាបិតាឬអាណាព្យាបាលត្រូវប្រឈមមុខតាមចំណាត់ការតាមច្បាប់សម្រាប់សិស្សវិទ្យាល័យក្នុងការអវត្តមានន័យថាការឈប់ពេញមួយថ្ងៃឬអវត្តមានពីថ្នាក់នីមួយៗការអវត្តមានក្នុងថ្នាក់ឬក៏កិច្ចថ្នាក់គឺរាប់ថាឈប់ពេញមួយថ្ងៃសាលារំពឹងថាសិស្សវិទ្យាល័យទាំងអស់ត្រូវមករៀនរាល់ថ្ងៃមករៀនទាន់ម៉ោងមុនជួងចូលរៀនសិស្សមិនអនុញ្ញាតឲ្យឈប់លើសពី8ដងដោយគ្មានមូលហេតុក្នុងមួយឆមាសសិស្សទាំងអស់ត្រូវចុះឈ្មោះរៀនគ្រប់ថ្នាក់ទាំងអស់ដែលសាលាតម្រូវប្រសិនបើសិស្សអវត្តមានសិស្សត្រូវធ្វើកិច្ចការដែលគេមិនបានធ្វើក្នុងពេលអវត្តមាននោះសិស្សមានទំនួលខុសត្រូវក្នុងការធ្វើការដែលខ្លួនពុំបានធ្វើក្នុងពេលអវត្តមានដោយឲ្យបានទៅបានក្នុងរយៈពេល5ថ្ងៃបន្ទាប់ពីថ្ងៃអវត្តមានប្រសិនបើមាតាបិតាត្រូវការជំនួយផ្នែកភាសាសូមមេត្តាតាក់ទងទៅនាយកដ្ឋានទ្វេភាសាដូចខាងក្រោមនេះធនធានសម្រាប់សិស្សនិងក្រុមគ្រួសារធនធានភាសាសម្រាប់សិស្សនិងក្រុមគ្រួសារសាលាសាធារណៈលើកកម្ពស់ដល់ការចូលរួមរបស់មាតាបិតាសិស្សនៅក្នុងការសិក្សារបស់កូនសាលាផ្ដល់ជំនួយជាភាសាផ្សេងៗដើម្បីជួយសម្រួលដល់ទំនាក់ទំនងរវាងគ្រួសារសិស្សនិងសាលារៀនអ្នកអាចសុំឲ្យមានការបកប្រែឬក៏បកប្រែឯកសារបានគ្រប់ពេលវេលាប្រសិនបើកូនរបស់អ្នកកំពុងរៀនភាសាអង់គ្លេសពួកគេនឹងទទួលបានជំនួយភាសាបន្ថែមក្នុងថ្នាក់រៀនដែរតម្រូវឲ្យសាលារៀនបកប្រែឯកសារសំខាន់ជាភាសាដែលក្រុមគ្រួសារអាចយល់បានដូច្នេះសូមអ្នកកុំរុញរាក្នុងការសុំជំនួយពីការិយាល័យកណ្ដាលតាមរយៈបុគ្គលិកទ្វេភាសានីមួយអ្នកអាចបកប្រែអនឡាញនៅក្នុងគេហទំព័ររបស់សាលាសាធារណៈក្រុង Lowell ផងបានដែរដែលនិយាយភាសាធនធានភាសាសម្រាប់សិស្សនិងក្រុមគ្រួសារបន្តកម្មវិធីពិហុភាសាបង្កើតឡើងដើម្បីផ្ដល់ជំនួយដល់សិស្សដែលនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេសនៅផ្ទះពេលដែលសិស្សចុះឈ្មោះសិស្សនឹងត្រូវធ្វើតេស្តដើម្បីយល់ដឹងពីកម្រិតភាសាអង់គ្លេសរបស់ពួកគេអ្នកនឹងបានទទួលទូរស័ព្ទពីពួកយើងប្រសិនបើយើងយល់ថាកូនរបស់អ្នកត្រូវការធ្វើតេស្តភាសាអង់គ្លេសប្រសិនបើកូនរបស់អ្នកត្រូវធ្វើតេស្តភាសាអង់គ្លេសអ្នកនឹងទទួលបានទម្រង់ដូចខាងក្រោមនេះទំនាក់ទំនងរវាងផ្ទះនិងសាលារៀនមានកត្តាជាច្រើនដែលក្រុមគ្រួសារទទួលព័ត៌មានបានផ្សេងពីសាលារៀននីមួយប្រើ apps ខុសៗគ្នាដើម្បីទាក់ទងក្រុមគ្រួសាររបស់សិស្សដើម្បីជូនដំណឹងសំខាន់គេហទំព័រ apps របស់សាលានីមួយត្រូវប្រើប្រាស់ដើម្បីផ្ដល់ព័ត៌មានថ្មីព្រមទាំងការប្រកាសផ្សេងរបស់សាលាទំនាក់ទំនងតាមរយៈប្រព័ន្ធសង្គមជាមធ្យោបាយដ៏ល្អសម្រាប់ទទួលព័ត៌មានថ្មីពីសាលារៀនរបស់កូនអ្នកដែរ
ប្រព័ន្ធ Aspen ជាប្រព័ន្ធគ្រប់គ្រងព័ត៌មានដែលមានការប្រើប្រាស់ដោយសាលារៀនសាធារណៈដើម្បីគ្រប់គ្រងព័ត៌មានសិស្សដែលនៅក្នុងនោះរួមមានអវត្តមានពិន្ទុកាលវិភាគ homework និងសារទំនាក់ទំនងរវាងគ្រូនិងមាតាបិតាសិស្សសូមកុំភ្លេចការប្រជុំគ្រូនិងមាតាបិតាសិស្សជាឱកាសសម្រាប់ឲ្យអ្នកទទួលព័ត៌មានស្ដីពីការរៀនសូត្ររបស់កូនអ្នកពួកយើងជំរុញឲ្យក្រុមគ្រួសារចូលរួមជាមួយក្រុមដូចតទៅ PTA សមាគមមាតាបិតានិងគ្រូបង្រៀន LPAC ក្រុមគ្រួសារមានកូនរៀនភាសាអង់គ្លេស SPATPAC ក្រុមគ្រួសារដែលមានកូននៅក្នុងកម្មវិធីអប់រំពិសេស SAC ក្រុមប្រឹក្សាពិគ្រោះយោបល់របស់សាលាសិស្សម្នាក់ៗនឹងទទួលបាន Chromebook ឬក៏ iPad សម្រាប់ប្រើប្រាស់ក្នុងការរៀនសូត្ររបស់ពួកគេអាស្រ័យទៅលើកម្រិតថ្នាក់រៀនរបស់ពួកគេសូមបញ្ជាក់ថាឧបករណ៍ទាំងនេះអនុញ្ញាតឲ្យប្រើប្រាស់ក្នុងការសិក្សាតែប៉ុណ្ណោះសិស្សមិនតម្រូវឲ្យយកឧបករណ៍នេះពីផ្ទះមកសាលាឬក៏យកឧបករណ៍ពីសាលាមកផ្ទះឡើយក៏ប៉ុន្តែសិស្សអាចប្រើប្រាស់កម្មវិធីឈ្មោះថា Clever ដែលអាចប្រើប្រាស់គ្រប់ទីកន្លែងទាំងអស់ឲ្យតែមានអ៊ីនធឺណិតខាងក្រោមនេះជា username ឬក៏ password របស់កម្មវិធី Clever ការអប់រំកុមារតូចៗដើម្បីចុះឈ្មោះចូលរៀនថ្នាក់មុនមត្តេយ្យត្រូវមានអាយុ4ឆ្នាំនៅថ្ងៃទី1ខែកញ្ញាដើម្បីចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យសិស្សត្រូវមានអាយុ5ឆ្នាំនៅថ្ងៃទី1ខែកញ្ញាគ្រួសារទៅចុះឈ្មោះនាំកូនទៅចុះឈ្មោះនៅមជ្ឈមណ្ឌលធនធានគ្រួសារដោយយកឯកសារតម្រូវការចាំបាច់ជាមួយផងសាលាខ្លះមានកម្មវិធីថ្នាក់មុនមត្តេយ្យពាក់កណ្ដាលថ្ងៃឬក៏ពេញមួយថ្ងៃក៏ប៉ុន្តែកន្លែងមានកំណត់សូមទៅចុះឈ្មោះឲ្យបានរួចរាល់សូមបញ្ជាក់ថាសាលាមិនផ្ដល់យានជំនិះដល់សិស្សថ្នាក់មុនមត្តេយ្យលុះត្រាតែសិស្សទាំងនោះមាន IEP សិស្សទាំងឡាយត្រូវឆ្លងកាត់ការវាយតម្លៃលើការអភិវឌ្ឍផ្នែកបញ្ញាដើម្បីឲ្យសាលាដឹងថាតើពួកគេអាចជួយអ្វីខ្លះដល់សិស្សទាំងនោះសូមលើកទឹកចិត្តឲ្យក្រុមគ្រួសារចូលរួមកម្មវិធី Open House ដើម្បីមានឱកាសជួបបុគ្គលិកទៅមើលសាលាហើយនឹងជួបមាតាបិតាដែលមានកូនរៀននៅសាលាសាធារណៈទីក្រុង Lowell ព័ត៌មាននេះសម្រាប់តែថ្នាក់មុនមត្តេយ្យតែប៉ុណ្ណោះសាលាលើកទឹកចិត្តឲ្យមាតាបិតាឬអាណាព្យាបាលរបស់សិស្សប្រញាប់រួសរាន់ចុះឈ្មោះចូលរៀនតាមដែលអាចធ្វើទៅបានព្រោះថាកន្លែងមានកំណត់សម្រាប់ថ្នាក់មុនមត្តេយ្យពេញម៉ោងឬក៏ពាក់កណ្ដាលថ្ងៃការចុះឈ្មោះចូលរៀនចាប់ពីខែកុម្ភៈមានន័យថាខែ2ការចាប់ឆ្នោតសម្រាប់ថ្នាក់មុនមត្តេយ្យការចាប់ឆ្នោតធ្វើឡើងតាមរយៈ Zoom នៅអាទិត្យចុងក្រោយខែមេសាឬអាទិត្យទី1ខែឧសភានៅពេលដែលចុះឈ្មោះចូលរៀនថ្នាក់មុនមត្តេយ្យសិស្សម្នាក់ៗទទួលបានលេខសម្រាប់ចាប់ឆ្នោតមាតាបិតាសិស្សនឹងទទួលអ៊ីមែលអំពីលទ្ធផលនៃការចាប់ឆ្នោតបន្ទាប់ពីបានទទួលអ៊ីមែលហើយមាតាបិតាសិស្សត្រូវតែឆ្លើយតបភ្លាមដោយជ្រើសរើសជម្រើសមួយក្នុងចំណោមជម្រើសដូចខាងក្រោមទី1ទទួលយល់ព្រមទី2យល់ព្រមក៏ប៉ុន្តែសូមបន្តទុកឈ្មោះសិស្សក្នុងបញ្ជីរងចាំរហូតដល់ថ្ងៃទី15ខែតុលាទី3
បដិសេធដោយសុំបន្តឈ្មោះសិស្សនៅក្នុងបញ្ជីរហូតដល់ថ្ងៃទី15ខែតុលា ទី4បដិសេធដោយចង់ជ្រើសរើសសាលាមុនថ្នាក់មត្តេយ្យផ្សេងទៀតក្រៅពីនៅតំបន់ឡូការចាប់ឆ្នោតសម្រាប់ថ្នាក់មត្តេយ្យការចុះឈ្មោះសម្រាប់ចាប់ឆ្នោតសម្រាប់ថ្នាក់មត្តេយ្យចាប់ផ្ដើមពីខែកុម្ភៈខែ2ហើយចែកចេញជា3ដំណាក់កាលចុះឈ្មោះចន្លោះពីខែមេសាដល់ខែមិថុនាដើម្បីមានសិទ្ធិចូលរួមជុំផ្សេងទៀតនៃការចាប់ឆ្នោតសម្រាប់ព័ត៌មានលម្អិតសូមចូលទៅគេហទំព័រ FRC នៅខាងក្រោម FRC ឬក៏ Law Public School នៅខាងក្រោមសាលាសូមលើកទឹកចិត្តឲ្យមាតាបិតាទាំងអស់រស់រានចុះឈ្មោះនៅជុំទី1ព្រោះថាអ្នកអាចមានសំណាងខ្ពស់អាចទៅសាលាដែលអ្នកចូលចិត្តឬក៏ពេញចិត្តទោះបីជាសាលានោះមិនអាចធានាថាអ្នកនឹងបានទៅសាលាដែលអ្នកចង់បាន 100% ក្តីការមិនទទួលខុសត្រូវដំណើរការចាប់ឆ្នោតអាចផ្លាស់ប្ដូរសម្រាប់ឆ្នាំសិក្សា2026-2027មាតាបិតាត្រូវបានលើកទឹកចិត្តឲ្យចូលមើលគេហទំព័រ Law Public School មុននឹងចុះឈ្មោះកូនចូលរៀននៅឆ្នាំបន្ទាប់មកទៀតការរំពឹងទុកនៅថ្ងៃចូលរៀនដំបូងសាលាមិនតម្រូវឲ្យមាតាបិតាជូនកូនមកសាលានៅថ្ងៃដំបូងនោះទេក៏ប៉ុន្តែសាលាលើកទឹកចិត្តឲ្យមាតាបិតាសិស្សមកជាមួយកូនដើម្បីជំរុញទឹកចិត្តនិងកម្លាំងចិត្តរបស់ដល់កូនសូមមកឲ្យទាន់ពេលវេលាអ្នកនឹងទទួលបាននៅសំណុំបែបបទផ្សេងដែលនៅក្នុងនោះមានព័ត៌មានផ្នែកទំនាក់ទំនងរវាងជាមួយមាតាបិតាសិស្សទម្រង់ emergency form របស់សិស្សានុសិស្សនឹងត្រូវរៀនពីការវិភាគបទបញ្ជាផ្ទៃក្នុងរបស់សាលាសូមតាក់ទងមកសាលាប្រសិនបើកូនអ្នកអវត្តមានសូម download app ផ្សេងដែលសាលាប្រើប្រាស់ដើម្បីតាក់ទងជាមួយមាតាបិតាសិស្សសូមកុំភ្លេចយកសំបុត្រដែលបញ្ជាក់ថាកូនរបស់អ្នកចូលរៀននៅសាលានោះនៅថ្ងៃដំបូងដែលអ្នកមកដល់កូនសិស្សមិនត្រូវជិះ Uber មកសាលាតែម្នាក់ឯងនោះទេមាតាបិតាសិស្សត្រូវជូនកូនមករៀនប្រសិនបើកូនមិនអាចជិះប៊ឺសមកបានមិន qualify for bus សូមឆែកកាបូបកូនអ្នកជារៀងរាល់ថ្ងៃនេះជាគន្លឹះសំខាន់សម្រាប់ក្រុមគ្រួសារដែលក្នុងសាលាបឋមសិក្សាក្រុមគ្រួសារអាចចូលរួមជួយជាគំនិតវិជ្ជមានជួយជាផ្ដល់នៅឱវាទផ្សេងដែលដល់ឱវាទផ្សេងដល់សិស្សានុសិស្សរាល់សិស្សទាំងអស់ដែលរៀននៅសាលាសាធារណៈនឹងទទួលបានអាហារពេលព្រឹកនិងថ្ងៃត្រង់ដោយឥតគិតថ្លៃអ្នកមិនចាំបាច់ចុះឈ្មោះទេប្រសិនបើអ្នកចង់ដឹងពីមុខម្ហូបនៅសាលាសូម scan QR code នេះយើងមិនអនុញ្ញាតឲ្យមាន nuts ឬក៏សណ្តែកដីនៅក្នុងគ្រប់មុខម្ហូបអាហារនៅសាលាដូច្នេះយើងក៏មិនអនុញ្ញាតឲ្យយកម្ហូបណាដែលមានសណ្តែកដីមកពីផ្ទះបានឡើយប្រសិនបើអ្នកមានសំណួរបន្ថែមសូមតាក់ទងមុខម្ហូបឬក៏ allergy សូមតាក់ទងទៅនាយកដ្ឋាន
ចំណីអាហារនៃសាលាសាធារណៈទីក្រុង Lowell សិស្សពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី4រស់នៅក្នុងតំបន់ដែលមានចម្ងាយ 0.15 ម៉ាល់ថ្មើរជើងពីសាលាដើម្បីទទួលប័ណ្ណនៃការដឹកជញ្ជូនចំពោះសិស្សពីថ្នាក់ទី5ទៅដល់ថ្នាក់ទី7នៅក្នុងថ្នាក់ទី8សំទោស zone របស់ពួកគេត្រូវរស់នៅក្នុងចម្ងាយយ៉ាងតិចណាស់ 1.15 ថ្មើរជើងពីសាលាដើម្បីទទួលបានប័ណ្ណដឹកជញ្ជូនចំណែកសិស្សវិទ្យាល័យត្រូវជិះប័ណ្ណសាធារណៈដោយឥតគិតថ្លៃសូមទាក់ទងទៅនាយកដ្ឋានដឹកជញ្ជូននៅព័ត៌មានដូចខាងក្រោមនេះពេលកូនរបស់អ្នកឡើងថ្នាក់ពីទី4ទៅថ្នាក់ទី5គឺមានន័យថាពួកគាត់ចេញពីសាលាបឋមសិក្សាទៅមធ្យមសិក្សាហើយពេលនោះអ្នកត្រូវបំពេញសំណុំបែបបទសុំប័ណ្ណដឹកជញ្ជូនថ្មីទៀតប្រសិនបើអ្នកប្តូរអាស័យដ្ឋានអ្នកត្រូវទៅមជ្ឈមណ្ឌលធនធានគ្រួសារដោយយកភស្តុតាងនៃការប្តូរអាស័យដ្ឋានថ្មីនេះដើម្បីឲ្យពួកគេស្នើសុំប័ណ្ណដឹកជញ្ជូនថ្មីម្ដងទៀតចំពោះសិស្សពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី1ត្រូវតែមានមនុស្សពេញវ័យនៅរងចាំនៅកន្លែង bus stop ប្រសិនបើអ្នកបើកឡានមិនឃើញមនុស្សពេញវ័យនៅរងចាំនៅកន្លែង bus stop នោះទេគេមិនអនុញ្ញាតឲ្យកូនរបស់អ្នកចុះពីឡានឡើយប្រសិនបើហើយគេនឹងយកកូនរបស់អ្នកទៅសាលាបឋមសិក្សា Moody នៅផ្លូវ Roger Street ដើម្បីដឹងថាអ្នកនៅក្នុង zone ណានៃសាលារៀនសាធារណៈសូមអ្នកធ្វើតាមវិធីដូចខាងក្រោមចូលទៅ Google វាយអក្សរ School Selection Law Public Schools ជំហានទី2ចុចលើ School Selection Law Public Schools ជំហានទី3វាយអាស័យដ្ឋានរបស់អ្នកដើម្បីដឹងថាអ្នកនៅក្នុងរស់នៅក្នុង zone ណាហើយសាលាណាដែលនៅក្នុង zone នោះនេះជាផែនទីបញ្ជាក់ពីសាលានៅក្នុងតំបន់ផ្សេងៗគ្នាពណ៌ផ្កាឈូកគឺនៅតំបន់ទី1សាលានៅក្នុងតំបន់ទី1ពណ៌ប្រផេះគឺសាលានៅតំបន់ទី2ហើយក៏មានសាលាទូទាំងក្រុងដែរដែលពលរដ្ឋដែលរស់នៅតំបន់ណាក៏អាចចុះឈ្មោះកូននៅសាលាទូទាំងក្រុងទាំងអស់បាទការអប់រំពិសេសត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជំនួយពិសេសសម្រាប់សិស្សានុសិស្សដែលត្រូវការជំនួយពិសេសបន្ថែមជំនួយទាំងនោះសុទ្ធតែចែងនិងសមស្របទៅតាមច្បាប់រដ្ឋ Massachusetts និងច្បាប់សហព័ន្ធដើម្បីការពារសិទ្ធិរបស់សិស្សដែលមានពិការភាពដើម្បីទទួលបានជំនួយអប់រំពិសេសនេះត្រូវបានឆ្លងកាត់ការវាយតម្លៃដើម្បីឲ្យដឹងថាតើសិស្សត្រូវការអប់រំពិសេសដែរឬទេ IEP គឺជាផែនការសិក្សារបស់សិស្សដែលទទួលបាននៅសេវាកម្មអប់រំពិសេសបើមានសំណួរសូមតាក់ទងទៅអាស័យដ្ឋានដូចខាងក្រោមប្រសិនបើអ្នកចង់ឲ្យមានការវាយតម្លៃថ្មីសម្រាប់ការអប់រំពិសេសអ្នកអាចបំពេញទម្រង់ START ទម្រង់នេះអ្នកអាចរកបាននៅសាលារៀនកូនរបស់អ្នកឬក៏នៅនាយកដ្ឋានអប់រំពិសេសប្រសិនបើយានជំនិះមានចែងនៅក្នុង IEP នោះនាយកដ្ឋានអប់រំពិសេសនឹងចាត់ចែង
យានជំនិះឲ្យកូនរបស់អ្នកនាយកដ្ឋាននេះនឹងផ្ញើសំណើដឹកជញ្ជូនហើយអ្នកនឹងទទួលបានដំណឹងពីការដឹកជញ្ជូននេះតាមសំបុត្រប្រៃសណីយ៍ហើយនេះជាការវិភាគរបស់មាតាបិតាការវិភាគនៃការប្រជុំរបស់មាតាបិតាដែលមានកូននៅក្នុងការអប់រំពិសេសសូមបំពេញការស្ទាបស្ទង់មតិដោយ scan QR code នេះសូមអរគុណ